ទឹកលេចជ្រៅទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នាបើមិនចង់ឲ្យខូចឡានសម្រាប់ឡានទៀបឡានតូចគួរតែវៀងសិនទៅបងប្អូនណាគួរតែវៀងសិនទៅខ្ញុំបាទពេជ្ររតនាសូមគោរពនឹងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាអ៊ំពូមីងមាលោកយាយលោកតាប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានកាលពីរសៀលថ្ងៃទី30កញ្ញា2025នេះខ្ញុំបាទបានចុះទៅផ្តិតរូបភាពនៅចំណុចស្ពានទួកពើតដែលស្ថិតនៅក្នុងទឹកដីភូមិវាលឃុំពាមប្រធ្នោះស្រុកកោះស្ទឹងខេត្តកំពង់ចាមជាប់ព្រំប្រទល់ជាមួយនឹងឃុំកំពង់រាបណាបងប្អូនណាឃើញថាទឹកឡើងនៅរសៀលថ្ងៃនេះគឺទឹកឡើងខ្លាំងមែនតើបងប្អូនបាទគឺឡើងចំណុចស្ពានដែលខ្ញុំបាទកំពុងថតនេះគឺត្រឹមជង្គង់ខ្ញុំបាទឬមួយក៏អាចលើជង្គង់ខ្ញុំទៀតណាបងប្អូនណាហើយខ្ញុំរៀងខ្ពស់ដែរបងប្អូនណា1.72 ម៉ែត្រហើយឈើទៅខ្ពស់ជាងជង្គង់ខ្ញុំទៀតអញ្ចឹងបងប្អូនគួរតែវៀងទៅបងប្អូនសម្រាប់ឡានទៀបកូរ៉ាឡាបាឡែនអាព្រុសអាឆ្លាមអីហ្នឹងគួរតែវៀងសិនទៅណាបងប្អូនណាតែសម្រាប់ឡាននេះដូចឡានខ្ញុំបាទថតជាប់មិញហ្នឹងគឺអាចទៅបានបាទបងប្អូនណាគឺអាចទៅបាននៅវេលាម៉ោង12ទៅម៉ោង1ម៉ោង2ថ្ងៃត្រង់ហ្នឹងទេបងប្អូនណាប៉ុន្តែដល់ពេលល្ងាចហើយនឹងស្អែកអានឹងបងប្អូនត្រូវតែវៀងដាច់ខាតហើយបងប្អូនបើទឹកនៅតែឡើងទៀតសូមបងប្អូនឡានតូចក៏ដូចជាម៉ូតូក៏ដូចជាឡានមួយចំនួនគួរតែវៀងវិញណាបងប្អូនណាហើយខ្ញុំបាទសូមបញ្ជាក់ទឹកដីនៃស្ពានទួកពើតដែលស្ថិតនៅក្នុងឃុំពាមប្រធ្នោះស្រុកកោះស្ទឹងខេត្តកំពង់ចាមនេះបាទគឺជាស្ពានមួយសម្រាប់ឆ្លងណាបងប្អូនណាគឺឆ្លងបើបងប្អូនទិសដៅពីចាហែទៅគល់ស្ពានព្រែកតាមាក់ណាបងប្អូនណាបើបងប្អូនមកពីភ្នំពេញមកតាមស្ពានព្រែកតាមាក់តាមទន្លេហ្នឹងគឺត្រូវកាត់កន្លែងទឹកដីនៃលិចទឹកនេះហើយមកខាងចាហែបងប្អូនអញ្ចឹងបងប្អូនត្រូវគិតថាតើបងប្អូនគួរមកឬអត់តាមកណិតខ្ញុំបងប្អូនគួរតែវៀងបងប្អូនទៅកាមកំពង់ចាមក៏បានទៅតាមអូររងឪក៏បានទៅតាមស្វាយអ៊ីនទ័រក៏បានដែរណាបងប្អូនណាគួរតែវៀងទៅបើសិនជាស្អែកនៅតែទឹកឡើងទៀតណាបងប្អូនណាអញ្ចឹងសូមបងប្អូនដែលបានឃើញវីដេអូខ្ញុំបាទពេជ្ររតនាផុសនេះហើយជួយ like ជួយ share ដើម្បីឲ្យបងប្អូនយើងត្រូវឆ្លងកាត់ផ្លូវទួលកពើតកោះចិនភូមិវាលសូមវៀងសិនណាបងប្អូនណាពីព្រោះបើទឹកនៅតែឡើងគឺស្អែកមិនអាចបើកបរបានទេបងប្អូនបាទតែបើម៉ូតូអាចមានទូកឆ្លងឬមួយក៏ដរឆ្លងអញ្ចឹងទៅតែបើឡានត្រូវតែវៀងដាច់ខាតណាបងប្អូនណាអញ្ចឹងសូមបងប្អូនជួយ like ជួយ share ទាំងអស់គ្នាបងប្អូនថាទឹកដីនៅលើស្ពានទួកពើតដែលមានព្រំប្រទល់ជាប់ជាមួយនឹងឃុំកំពង់រាបនិងឃុំពាមប្រធ្នោះគឺទឹកលិចបងប្អូននេះថ្ងៃមិញម៉ោង12ជាងបងប្អូនគឺឡានប្រភេទលិចស៊ីអាចបើកបានបងប្អូនប៉ុន្តែប៉ះពាល់ដល់អីអាហ្នឹងខ្ញុំអត់ដឹងទេប៉ិនគ្រាន់តែឃើញគាត់បើករួចណាបងប្អូនណាតែបើអាទៀបសូមវៀងបាទអរគុណច្រើន